ហើយផ្ទះខ្ញុំបងប្អូនផ្ទះខ្ញុំមុខផ្ទះខ្ញុំរៀងតលេបន្តិចហើយចុះផ្លូវតែផ្លូវគ្រោះទេបើសិនជាបងប្អូនចេញមកពីខាងតឆ្លោះគឺយើងមកតាមផ្លូវឆ្លៀកបែកផ្សារហ្នឹងបន្តមកទៀតយើងចូលដូចថាមកកាន់ផ្លូវតូចហួរផ្លូវហ្នឹងគឺដល់យល់ទៅផ្លូវធំនេះតែម្ដងនេះផ្លូវធំនេះហើយមកបន្តិចមកគឺដល់ផ្ទះខ្ញុំតែម្ដងហ្នឹងសម្រាប់បងប្អូនចង់យកមកប្រកាន់ហើយនេះរៀងគេនេះកាច់អស់ហើយមើលនេះកាច់អស់ហើយស៊ីអត់រើសទេស៊ីអត់រើសលាងវាចេញតិចមើលឥឡូវមាន2នោះមកក្រុមទៀតនោះចាមើលតាណាគេឥឡូវយើងមើលតាណាគេបន្តិចតាណាគេបងប្អូនចង់មកមើលក៏អាចមកបានដែរចង់ទេសនាលេងអីចឹងណាគឺអាចមកផ្ទាល់បានតែខ្ញុំគឺងាយរកទេបងប្អូនងាយរកទេហើយសម្រាប់ខ្ញុំដើរថតច្រើនកន្លែងថ្ងៃហ្នឹងអីចេញទៀតឡើយហើយដើរថតតាមផ្ទះបងប្អូនជើងទាំងនៅក្នុងខេត្តទាំងនៅក្រៅខេត្តបើសម្រាប់ដូចថាអ្នកនៅក្រៅខេត្តក៏ខ្ញុំទៅដែរតែគិតថ្លៃឲ្យខ្ញុំបងប្អូនបានខ្ញុំអាចទៅបានដោយសារយើងទៅយើងត្រូវចំណាយច្រើនចំណាយសាំងចំណាយកាហ្វេចំណាយថ្លៃបាយហើយក៏ចំណាយពេលវេលារបស់យើងដែរពេលខ្លះទៅរហូតដល់2ថ្ងៃអីនោះអញ្ចឹងគឺខ្ញុំមិនមែនជាអ្នកមានអញ្ចឹងហើយបងប្អូនយល់ទៅអាចគិតជាសេវាកម្មឲ្យខ្ញុំបានអាហ្នឹងសម្រាប់អ្នកដែលចង់ឲ្យខ្ញុំប្រម៉ូតឬក៏ចង់ឲ្យខ្ញុំលក់ឲ្យណាហើយសម្រាប់ការលក់គឺខ្ញុំនឹងធ្វើការដាក់លក់ជូនបងប្អូនអូខេនៅក្នុង page ក៏ដូចជានៅក្នុង YouTube ក៏ដូចជានៅក្នុង TikTok របស់ខ្ញុំហើយសម្រាប់ខ្ញុំមិនមែនជាមនុស្សល្បីប៉ុន្តែគាត់ថាចំណូលចិត្តខាងហ្នឹងអញ្ចឹងខ្ញុំចេះតែធ្វើទៅបងប្អូនដោយសារយើងមានចំណូលចិត្តខាងហ្នឹងណាទោះបីអត់មានអ្នកស្គាល់ដូចគេក៏ខ្ញុំព្យាយាមធ្វើដែរហើយសង្ឃឹមថាវីដេអូមួយនេះសម្រាប់អ្នកវិស័យចំគោដូចថាគាត់បានទេសនាក៏ដូចជាបងប្អូនជួយ share ដើម្បីឲ្យគាត់បានទេសនានៅលើ page របស់ខ្ញុំផងអាហ្នឹងសម្រាប់បងប្អូនដែលចូលចិត្តវិស័យចំគោហើយមករៀងគេនេះរៀងគេបងប្អូនហើយបើថាឡើងមេវិញស្រួលណាស់មួយនេះឡើងមេស្រួលណាស់មកផ្លែតបានទៅវិញហើយលើកឡើងតែមេខ្លះរៀងពិបាកបន្តិចមេខ្លះពិបាកបងប្អូនពិបាកខ្លាំងហ្មងណាសម្រាប់អ្នកចិញ្ចឹមគោបាគឺដឹងច្បាស់ហើយសម្រាប់ប្រកាសខាងផ្ទះខ្ញុំភាគច្រើនមេពិបាកហ្នឹងបានស្ទើរតែ 100% បានហើយបងប្អូនតែបើកន្លែងគេពេលខ្លះដូចថាពេលខ្លះគេអត់ដាក់អីចឹងណាសម្រាប់កន្លែងគោបាខ្លះគឺមេពិបាកគេអត់ដាក់ទេតែសម្រាប់ខាងខ្ញុំអត់ទេពិបាកយ៉ាងម៉េចក៏ដាក់ដែរហើយដាក់ហ្នឹងគឺដាក់ផ្ទាល់តែបងប្អូនហ្នឹងដូចថាដឹកមកបាននិយមខាងខ្ញុំទទួលដាក់ណាអត់នេះលំអដឹកអីកើតទេក៏ដឹកឡានអីកើតដែរគីឡូក្បែរតោនណាបងប្អូន